Nơi giúp nụ đá cốt mình bàn từ chọn plon lại cốt ban plastic đá chốt bầy nơi kéo đam chữ miền bờ rò mình nè đá cốt khơi đón cốt ban để dây thả ô nhungកំពុងរងចាំឯងនៅទីនេះតាំងពីព្រឹកមកឯងបានប្រាប់ខ្ញុំថាយើងនឹងជួបគ្នានៅទីនេះតើអ្វីគ្រប់យ៉ាងល្អប្រសើរទេនេះគឺជាការងាររបស់យើងតើមានអ្នកណាបានឃើញឯងនៅពេលដែលឯងឆក់ប្លន់ដែរឬទេអូប្រកាសណាស់ខ្ញុំមិនត្រូវបានគេចាប់បានឡើយឬក៏ឃើញឡើយខ្ញុំគិតថាយើងកំពុងធ្វើការលំបាកពេញមួយថ្ងៃដូច្នេះតើយើងទទួលបានអ្វីប្រាក់បន្តិចបន្តួចតែប៉ុណ្ណោះរាល់ថ្ងៃនេះយើងកំពុងលេងល្បែងដ៏គ្រោះថ្នាក់មួយហើយបើយើងធ្វើបែបនេះយើងគួរតែប្លន់ពីផ្ទះមហាសេដ្ឋីនិងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទៅល្អជាងយើងគួរតែលួចពីមហាសេដ្ឋីយើងនឹងមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅពេលអនាគតអូទេខ្ញុំមិនគិតអញ្ចឹងទេការលួចទៅក្នុងភូមិគឺងាយស្រួលបំផុតទៅហើយគ្មានអ្នកណាយាមតឹងតែងនោះទេបើយើងត្រូវបានចាប់ដោយយើងនៅតែអាចមានវិធីរត់គេចប៉ុន្តែបើយើងត្រូវបានចាប់នៅក្នុងផ្ទះមហាសេដ្ឋីយើងឬក៏បរមរាជវាំងព្រះមហាក្សត្រនឹងដាក់គុកយើងពេញអស់មួយជីវិតបើយើងប្លន់តែម្ដងយើងអាចចាយបានច្រើនឆ្នាំគ្មានអ្នកណាចាប់អារម្មណ៍នឹងយើងទេខ្ញុំបានប្រាប់ឯងហើយថាយើងចេញប្លន់រយៈពេលយូរមកហើយពេលនេះយើងគ្មានអ្វីដែលត្រូវខ្លាចនោះទេសូមស្ដាប់យើងគួរតែចេញប្លន់តែមួយហើយយើងនឹងដេកចាយអស់មួយជីវិតណាវើយដូចមិនទាន់បានត្រៀមខ្លួននោះទេប៉ុន្តែការចរចារបស់ពួកគេបានប្រកាសបញ្ជាថានឹងរៀបចំគម្រោងចេញប្លន់ពីព្រះបរមរាជវាំងតោះមិនអីទេយើងនឹងលួចពីព្រះបរមរាជវាំងនៅថ្ងៃស្អែកប៉ុន្តែយើងត្រូវត្រឡប់ទៅផ្ទះសិនឥឡូវនេះព្រោះមេឃកំពុងតែជិតភ្លឺទៅហើយនៅតាមផ្លូវនៅពេលដែលពួកគេបានត្រឡប់ទៅផ្ទះវិញពួកគេបានឮសំឡេងសេះកំពុងតែហើរជើងណែសំឡាញ់តែឯងឃើញនោះទេមាននរណាម្នាក់កំពុងតែជិះសេះឆ្ពោះមកកាត់ព្រៃចិត្តយើងហើយតើវាអាចជាអ្នកណានៅក្នុងភូមិទាំងមូលត្រូវបានសម្រាកលងលក់អស់ទៅហើយតើមានអ្នកណាកំពុងជិះសេះឆ្ពោះមករកយើងដូចបញ្ញាបញ្ញាយ៉ាងនេះយើងត្រូវតែដឹងថាវាជាអ្នកណាមែនហើយតោះយើងចាប់ដើមទៅដូចនឹងដនបានចាប់ផ្ដើមតាមដានបរិជិសេះនោះដូចនេះគឺជាមន្ត្រីរាជវាំងតើគាត់កំពុងធ្វើអ្វីនៅព្រៃម្ដុំនេះយើងមិនដឹងទេវើយបើសិនបើមានមន្ត្រីនៅម៉ោងស្មាននេះច្បាស់ជាមានអ្វីនៅក្នុងនោះហើយយើងគួរតែតាមដានគាត់ហើយចាំលួចមើលពួកគេទាំងពីរបានចាប់ផ្ដើមដើរតាមពីក្រោយមន្ត្រីរាជវាំងនោះមន្ត្រីមើលទៅលើមេឃវាជិតព្រឹកទៅហើយគាត់បានសូត្រមន្តគាថាសំងាត់មួយអ្នកម៉ូអ្នកម៉េះនៅពេលដែលគាត់បានសូត្រមន្តគាថារួចមានសត្វសេកមួយក្បាលបានហោះនៅចំពីមុខគាត់ហើយវាបានប្រែក្លាយទៅជាដំបងវិតមុនមួយ
មើលឃើញបែបនេះហើយដននឹងដូចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហាតើវាអាចទៅរួចទេដែលសត្វសេកបានប្រែខ្លួនទៅជាដំបងវេទមន្តដូចនេះនេះគឺជារឿងដែលយើងកំពុងតែគិតដែរវើយតើវាអាចបដូរទៅជាដំបងវេទមន្តយ៉ាងដូចម្តេចទៅមន្ត្រីរាជវាំងនោះបានកាន់យកដំបងវេទមន្តក្នុងដៃរបស់គាត់ហើយបានប្រែក្លាយទៅជារូងភ្នំមួយភ្លាមនោះរូងនោះបានបើកទ្វារឲ្យគាត់មន្ត្រីរាជវាំងនោះចូលទៅក្នុងរូងនោះដោយមិនដឹងថាមានអ្នកទាំងពីរកំពុងលបលួចចាំមើលគាត់តែទ្វាររូងភ្នំនោះបើកដោយដំបងវេទមន្តយ៉ាងម៉េចនោះក៏ជាដំបងវេទមន្តតែយើងគួរតែចូលទៅខាងក្នុងដែរឬទេបើសិនបើយើងចូលទៅខាងក្នុងយើងអាចត្រូវបានគេចាប់បានប៉ុន្តែបើសិនជាយើងនៅទីនេះយើងនឹងលើបចាំមើលគាត់វិញល្អប្រសើរជាងប៉ុន្តែបើសិនបើយើងចូលទៅខាងក្នុងយើងនឹងឃើញការពិតថាជាអ្វីនឹងអ្វីត្រូវហើយដូចហើយនិយាយត្រូវវើយតោះយើងលើបចូលទៅខាងក្នុងតែម្ដងទៅពួកគេទាំងពីរបានដើរចូលទៅក្នុងរូងភ្នំពេលដែលពួកគេទាំងពីរចូលទៅក្នុងពួកគេទាំងពីរបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេឃើញមន្ត្រីរាជវាំងនោះបានលាក់ទ្រព្យសម្បត្តិដ៏មហាសាលដែលមន្ត្រីរាជវាំងបានលួចពីព្រះបរមរាជវាំងអូ ទ្រព្យសម្បត្តិច្រើនណាស់ព្រះមហាក្សត្រដែលល្ងងនោះជឿលើយើងខ្លាំងណាស់ទ្រង់មិនដឹងថាទ្រព្យសម្បត្តិទាំងអស់នេះយើងបានលួចយកមកលាក់នៅទីនេះទេអនាគតយើងនឹងភ្លឺស្វាងក្នុងការទទួលបានទ្រព្យសម្បត្តិទាំងអស់នេះហើយវាជាភាពត្រឹមត្រូវហើយខ្ញុំបានខំប្រឹងធ្វើការលំបាកខ្លាំងណាស់ខ្ញុំគួរតែទទួលបានទ្រព្យសម្បត្តិមួយផ្នែករបស់ព្រះបរមរាជវាំងហើយមន្ត្រីរាជវាំងដែលមានចិត្តលោភលន់នោះមិនដឹងថាមានចៅទាំងពីរនាក់កំពុងតែតាមដានគាត់នោះទេណែសំណាញ់ឯងមើលទៅវើយមានទ្រព្យសម្បត្តិច្រើនណាស់នៅពេលដែលមន្ត្រីរាជវាំងនោះចាក់ចេញទៅយើងនឹងយកវាទាំងអស់ប៉ុន្តែណែសំណាញ់មន្ត្រីរាជវាំងនោះនឹងចេញទៅដោយបិទទ្វាររូងភ្នំនេះនៅពេលដែលគាត់ចាក់ចេញយើងនឹងត្រូវជាប់ការនៅក្នុងរូងភ្នំនេះជាមួយនឹងទ្រព្យសម្បត្តិដ៏មហាសាលនេះយើងត្រូវតែចាក់ចេញឥឡូវនេះយ៉ាងហោចណាស់យើងបានដឹងទីតាំងទ្រព្យសម្បត្តិដែលបានត្រូវលាក់ដែរណាវើយឯងនិយាយត្រូវវើយយើងគួរតែចាក់ចេញឥឡូវនេះទៅមន្ត្រីរាជវាំងនោះបានដាក់ទ្រព្យសម្បត្តិមួយចំនួនបន្ថែមទៀតចូលទៅក្នុងរូងភ្នំនោះហើយបានប្រើវេទមន្តចុចបិទនៅពេលដែលគាត់ចាក់ចេញថ្ងៃបន្ទាប់ពួកគេទាំងពីរបានពិភាក្សារឿងបន្លប់ខ្លួនធ្វើជាកសិករក្រីក្រម្នាក់ដើម្បីចូលទៅក្នុងព្រះបរមរាជវាំងយើងត្រូវការជួបមន្ត្រីរាជវាំងត្រីកំពុងជាប់រវល់ពិភាក្សារឿងសំខាន់ជាមួយស្ដេចអ្នកទាំងពីរមិនអាចជួបគាត់ឥឡូវបានទេសូមអ្នកទាំងពីរត្រឡប់ទៅវិញចុះពួកយើងពិតជាត្រូវការជួបលោកមន្ត្រីពិតមែនពួកយើងមានបញ្ហាធំនៅក្នុងភូមិប្រឈមនឹងគ្រោះមហន្តរាយហើយពួកយើងមិនដឹងត្រូវធ្វើយ៉ាងម៉េចទេអ្នកយាមវាំងបានឃើញទុកព្រួយរបស់ពួកគេទាំងពីរហើយក៏ងក់ក្បាលហោះណែចូលហើយជាអ្នកចូលទៅវើយអញជិលណាវើយអីហើយហ្នឹងហើយចូលទៅអញមួយថ្ងៃអញទៅការហត់ចឹងងាប់ហើយវើយអានេះវើយបើតាអញមួយថ្ងៃហត់ជុំយាហត់អីការងារយើងថាប៉ុណ្ណឹងតែកុំខ្ជិលអីវើយមួយថ្ងៃប្រើតាអញវើយនេះនៅតែពីរនាក់សោះអត់ចេះជួយធ្វើការគ្នាណែហើយទៅចាស់អញចាំនៅទីវិញវើយអញខ្ជិលដែរអាដូចអ្នកយាមវាំងនេះអីក៏ខ្ជិលមកខ្លាំងម្ល៉េះអញតែឃើញតតែសោះតែម្ដងហើយកុំមាត់វិញប្រយ័ត្នថាពីអ្នកនឹងខឹងអត់ទៅហៅលោកមន្ត្រីមកឲ្យជួបយើងឥឡូវហានេះសូមអ្នកទាំងពីរនៅចាំទីនេះហើយខ្ញុំនឹងជូនដំណឹងនេះទៅកាន់គាត់